Khóc khóc. Em khóc chưa mà chín không không em cứ mong gì vậy thế cái gì tại sao cần số một thủ thu bụng bye 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 bisu bye bye bisu mình sang mí bảy rồi cả khám có số pi là bia cà phê âm bál tất cả ổn hay năng mà sai lưu vía xem em thường nông bằng nữa bẹt đà chia làm bốn chặt tất cả đây vì mình cái đại nữa chỗ bật tọt mà sai nông lang thì lưu vía nữa đặc biệt chỗ tới hay thay mùi có son tí làm bây giờ mà sai lang nó bị lang cả đỏ chứ hay chúng coi bị mình ti chẳng tới ai đi sập đỏ cô vì chẳng tới tọt mà yêu tục hiệp hai chị đọc một tí yêu tục việc đọc một tí bây giờ đọc một tí nó nhưng khổ việc tục mà lại chẳng tới gọi là hay đọc một tí cái trong tiếng mà mưa mà đầu tiết thay biết là ngò hay bật máu dương miên mà sai nông bang bao nhiêu nữa bằng 700 gram dương bật thay một tí tới 2 chỉ mà slap ria cà phê nữa ấy mình đã việc cho chúng tới nhưng câu việc xong tapi câu việc xong chẳng hỏi dươngបន្ទាប់ពីលាយហើយខ្ញុំក៏បោះវាឲ្យចូលជាល្បាយទៅមួយចឹងណាវីដេអូនេះលឿនទីដូចថាបើខ្ញុំអត់ដាក់លឿនចឹងទេវាវែងពេកចឹងហើយខ្ញុំក៏ដាក់វាលឿនចឹងទៅហើយបើសិនយើងមានម៉ាស៊ីនវាអត់សូវធ្វើយូរទេវាលឿនចឹងហ្នឹងតែអានេះដើម្បីឲ្យមើលទៅវាងាយស្រួលចឹងទៅខ្ញុំធ្វើដៃវាវាយយូរតិចតែយើងអាចធ្វើបានដូចគ្នាហើយពីរបៀបធ្វើនំប៉័ងនេះនិយាយថាពីស្រួលអត់ពិបាកអីសាំញ៉ាំច្រើននេះឲ្យថាគាត់ថាងាយឲ្យតែយើងស្គាល់តិចនិចរបស់វាហ្នឹងគឺថាងាយស្រួលខ្លាំងមែនតើទោះយើងអត់មានម៉ាស៊ីនអីគឺយើងអាចធ្វើដោយដៃខ្លួនឯងចឹងបានដែរនៅពេលដែលយើងលាយបានសព្វដល់ហើយយើងខោវាទុកវារយៈពេលប្រហែលជា2ម៉ោងនៅពេល2ម៉ោងក្រោយម្សៅយើងបានឡើងល្អបែបនេះហើយយើងក៏យកវាមកកាត់ជាចំណែកដូចថ្ងៃនេះខ្ញុំធ្វើ3នំប៉័ងចឹងខ្ញុំកាត់ជា3ដុំទៅហើយវាធ្វើរបស់ខ្ញុំអត់មានអីច្រើនទេគ្រាន់តែកាត់ឲ្យមូលវាឲ្យដាក់ចូលក្នុងប្រអប់សម្រាប់គ្វានំប៉័ងហ្នឹងហើយទុកវាប្រហែលជា1ម៉ោងទៀតអញ្ចឹងណាប្រហែលជាកន្លះម៉ោងទៅ1ម៉ោងអញ្ចឹងទៅនំប៉័ងយើងម្សៅនំប៉័ងវាក៏ឡើងបានធំបែបនេះអញ្ចឹងទៅហើយបន្ទាប់មកមុននឹងយកទៅដល់ខ្ញុំដាក់ម្សៅរោយពីលើបន្តិចហ្នឹងរោយវាតិចអញ្ចឹងណាបន្ទាប់ពីរោយវាតិចអញ្ចឹងហើយយើងក៏ចាប់ដើមរបៀបថាយើងឆូតវាអញ្ចឹងណាឆូតវាដើម្បីឲ្យពេលវាឆ្អិនខាងក្នុងនឹងបានល្អហើយយើងឆូតនេះឆូតធម្មតាខ្ញុំឆូតរបៀបនេះ1 2 3ខ្ញុំឆូតវាជា4ឆ្នាំខ្ញុំឆូតវាខ្ញុំឆូតតិចចឹងណាពេលខ្ញុំឆូតទៅឲ្យម្សៅខាងក្នុងហ្នឹងវាឡើងមកវាឆ្អិនស្មើគ្នាអញ្ចឹងហើយខ្ញុំធ្វើបែបនេះរហូតអស់មក3ហ្នឹងហើយម្សៅនំហ្នឹងខ្ញុំធ្វើ300 ក្រាមម្សៅនំមានពុំតែមួយអញ្ចឹងខ្ញុំចែកវាជា3អញ្ចឹងទៅ3នំហើយនៅសប្តាហ៍នេះគូផ្សារខ្ញុំគាត់ចូលចិត្តនំប៉័ងមែនទេអញ្ចឹងខ្ញុំម្សៅធ្វើវាអញ្ចឹងទៅនៅពេលដែលវាច្រើនពេកយើងអាចដាក់វាចូលក្នុងទូកនៅពេលដែលយើងត្រូវការយកមកហូបវិញយើងយកតែមួយខ្នាតតិចមកក៏បានដែរ
បន្ទាប់មកនៅពេលដែលយើងសម្រាប់ដាក់នំនេះខ្ញុំធ្វើកម្ដៅ230ដឺក្រេហើយយើងកម្ដៅវាឲ្យវាក្តៅល្អចឹងហើយនៅពេលដែលវាក្តៅនៅពេលដែលម៉ាស៊ីនក្តៅបានល្អហើយចំណុចសំខាន់នៃការដុតនំប៉័ងយើងត្រូវដាក់ទឹកដែលវាក្តៅខ្លាំងមកដាក់វាចូលគឺចាក់វាចឹងណាហើយយើងដាក់ទឹកនៅកម្រិតខាងក្រោមហើយសម្រាប់នំនេះដាក់នៅចំណុចកណ្ដាលបាទកណ្ដាលហើយបន្ទាប់ពីយើងកុំចាប់ទៅយើងដាក់វាចូលដល់ភ្លាមហើយយើងដុតទៅរយៈពេល30នាទី30នាទីមកល្មមហើយយើងចាំ30នាទីក្រោយចាំមើលទាំងអស់គ្នាថារូបរាងនំរបស់យើងទៅជាយ៉ាងណានេះជារូបរាងនំប៉័ងដែលយើងបានដុតហើយមិញហ្នឹងបានថតនៅពេលដែលយកចេញពីម៉ាស៊ីនដុតទីទូរស័ព្ទវាអត់ថ្មចឹងទៅហើយគេថាល្អមែនទែនអរសាច់នំគេថាល្អមែនទែនណាសិកុកហើយឡើងល្អមែនទែនថាសាណាចូលចិត្តញ៉ាំមួយនេះទេណាចូលចិត្តទេចូលចិត្តមួយគាត់នេះទេណាជួយលេងយើងអ្វីនេះទេណាអីបាទComment je veux. Non. Burger, on va manger après, ok? Non. On va donc café. Non, manger ça un petit peu. En fait, on sait. Qui? Quand on a appelé, il va me télé.